ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាកូនទូទៅទីវគ្គថ្មីដែលខ្ញុំដាក់ចូលចំនួន150បាទើបម្ដងថ្ងៃនេះទេឃើញយកតិចហើយទើបចេញពីធ្វើការហ្នឹងក៏យកទានឹងមកជាមួយមានចំនួន150បាដោយសារថាការចិញ្ចឹមវគ្គមុននោះខ្ញុំដាក់កូន50ដែរឃើញថាបានផលគួរសមដែរអត់ចំណាយពេលយូរយើងដាក់តែចំណៃដាក់ទឹកហើយវាស៊ីទៅយើងអាចទៅធ្វើការផ្សេងៗបានដោយសារតែជឿចិត្តឥឡូវនេះគឺដាក់កូន150ទៀតមើលទៅសុខភាពល្អរត់ឆ្វេងខ្វាយពេញហ្នឹងគិតដល់ម្ដងមុនចំដាក់ធំដាក់គូកម្ដៅតិចទៅគឺថាប្រហែលថ្ងៃនេះដូចមានភ្លៀងដែរមានភ្លៀងខ្យល់ត្រជាក់ចឹងទៅដាក់អំពូកម្ដៅដាក់ស្វាងអីការពារល្អមែនតើទាំងអស់មាន150ក្បាលខ្លះក៏ចាប់ដើមដើររយចំណៃហើយនៅបេនេះនៅបេខំបេនេះគឺខ្ញុំដាក់ចំណៃកូនទាខ្លះក៏បានចាក់ស៊ីខ្លះក៏អត់តាន់ទេខ្លះគង់រត់លេងល្អមែនតើខ្ញុំថាវគ្គនេះបានផលចំណេញពីកូនទាយកពងនេះពីទាយកពងនេះបានគួរសមលើកទី2ហើយចាប់ដើមសាក់កូនទានេះល្អមែនតើគឺធម្មតាទានេះវគ្គមុននោះគឺខ្ញុំចំរយៈពេល5ខែចាប់ដើមចាក់ពងមកដើមមេ50នោះឥឡូវអាយុ8ខែហើយទី50ក្បាលអាមេដែលខ្ញុំចំវគ្គមុននោះមេទី50ក្បាលពងប្រចាំថ្ងៃបាន40ចន្លោះពី43ទៅ45ឬក៏40ទៅ45ចឹងទៅតាមថ្ងៃវានេះដាក់150ទៀតហើយខ្ញុំថាវគ្គនេះល្អដូចវគ្គមុនល្អមែនតើកូនទារត់ឆ្វេងខ្វាយពេញហ្នឹងខ្លាខ្លាំក្លាហាន150ក្បាលទើបដល់យើងភ្លឺដែរឥឡូវបានដាក់ជិះចោលហើយខ្លះវាចាប់ដើមផឹកខ្លះវាចាប់ដើមពីចំណៃហ្នឹងហើយវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នា